បងប្រុសគាត់ចិញ្ចឹមមាន់រោមខ្មៅឬក៏មាន់ខ្មៅនេះគ្រាន់តែកើតចេញមកភ្លាមគឺគាត់ដាក់ផ្ញើឲ្យគេភ្លាមអត់ផឹកទឹកអត់ស៊ីចំណីបានរយៈពេល4ទៅ5ថ្ងៃឯណោះទើបតែញាស់ចេញពីសម្បកពងមាន់ភ្លាមបងប្រុសគាត់អាចលក់បានមួយក្បាល25បាតបងប្អូនទាំងអស់គ្នាអាចចូលមកទស្សនាវីដេអូនេះបានដែលនិយាយអំពីការចិញ្ចឹមមាន់រោមខ្មៅឬក៏មាន់ខ្មៅដែលបងប្រុសគាត់បានបង្ហាញពីការរៀបចំរបស់គាត់ក៏ដូចជាគន្លឹះសំខាន់មួយចំនួនដែលគាត់នឹងចែករំលែកនៅក្នុងវីដេអូនេះបាទជំរាបសួរពុកម៉ែបងប្អូនកសិករខ្មែរយើងទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំបាទសាជាថ្មីដែលនិយាយអំពីការចិញ្ចឹមមាន់រោមខ្មៅឬក៏មាន់ខ្មៅហើយនៅក្នុងវីដេអូនេះបងប្រុសគាត់គឺជាកសិករជនជាតិថៃដែលរស់នៅខេត្តរ៉ៃអេតនៃប្រទេសថៃក៏បានជ្រើសរើសចិញ្ចឹមមាន់រោមខ្មៅដែលគាត់និយាយថាកើតមកភ្លាមគឺគាត់ផ្ញើឲ្យគេភ្លាមតែម្ដងកន្លែងរបស់គាត់គឺគាត់ផលិតកូនមាន់ចែកចាយជូនទៅដល់កសិករដែលចង់យកទៅចិញ្ចឹមបាទហើយមាន់រោមខ្មៅនេះគាត់ផលិតបានក្នុងមួយខែមិនក្រោមពី6000ក្បាលទេបងប្អូនមួយក្បាលគឺគាត់អាចលក់បាន25បាតអញ្ចឹងបងប្អូនគុណមើលទៅគឺច្រើនគួរសមបាទហើយកូនមាន់ដែលទើបតែញាស់ចេញពីសម្បកមកភ្លាមគឺគាត់ផ្ញើឲ្យមួយរបស់គាត់បានភ្លាមតែម្ដងបងប្អូនដោយមិនចាំបាច់រង់ចាំយូរទេមូលហេតុដែលគាត់បានផ្ញើកូនមាន់នេះបានភ្លាមគឺដោយសារតែកូនមាន់វាទើបតែញាស់វាអត់ផឹកទឹកវាអត់ស៊ីចំណីរយៈពេល4ទៅ5ថ្ងៃពីព្រោះថាវាមានសារធាតុចិញ្ចឹមរបស់វាស្រាប់ណាលឺសំខាន់មួយនេះពិតជាល្អមែនទែនអត់ផឹកទឹកអត់ស៊ីចំណី4ទៅ5ថ្ងៃដូច្នេះពេលដែលផ្ញើទៅតាមបណ្ដាខេត្តមិនព្រួយបារម្ភខ្លាចមាន់ទាំងអស់អត់ចំណីអាហារអត់ទឹកស្លាប់នៅទេបងប្អូនបាទពិតជាពិសេសមែនទែនណាបាទហើយបងប្រុសគាត់ក៏បានលើកឡើងបន្តទៀតថាចំពោះទ្រង់ឬក៏ទ្រង់ចិញ្ចឹមមាន់របស់គាត់គឺក៏រៀបចំបែបមានខ្យល់អាកាសចេញចូលបានបាទហើយបាតក្រោមគឺក្រាលអង្កាមហើយគាត់មានរៀបចំប្រព័ន្ធតាយ៉ូសម្រាប់វាផឹកទឹកតែម្ដងបងប្អូនបាទគឺស្រោចដាក់ទឹកឲ្យវាផឹកបែបហ្នឹងបងប្អូនមើលឲ្យមានអាងប្រដាប់ដាក់ចំណីបាទហើយបងប្រុសគាត់ក៏បានលើកឡើងថាចំពោះមាន់រោមខ្មៅប្រភេទនេះគឺគាត់និយាយថា1ម៉ែត្រការ៉េយើងអាចដាក់បានចន្លោះ10ក្បាលនៅរដូវដែលខែត្រជាក់ណាបងប្អូនគឺចិញ្ចឹមបាន10ក្បាលយើងដាក់មានន័យថានៅពេលដែលខែត្រជាក់គឺយើងដាក់10ក្បាល1ម៉ែត្រការ៉េបងប្អូនបាទប៉ុន្តែចំពោះនៅរដូវក្តៅបងប្រុសគាត់បានបញ្ជាក់ថាយើងដាក់តែ8ក្បាលបានហើយព្រោះថារដូវក្តៅវាណែនពេកវាឲ្យវាដកដង្ហើមខ្យល់ចេញចូលមិនសូវបានល្អយើងដាក់តែ8ក្បាលទៅឲ្យវាមិនណែនពេកណាបងប្អូនបាទតែចំពោះមេមាន់ដែលគាត់ទុកធ្វើពូជផលិតកូនរបស់វាគឺគាត់ដាក់តែ2ក្បាលប៉ុណ្ណោះក្នុង1ម៉ែត្រការ៉េបាទពីព្រោះថាទុកដីឲ្យទូលាយវាដើរលេងវាកាយចំណីអីបានបាទហើយមួយវិញទៀតចំពោះមេមាន់ដែលគាត់ឲ្យវាដោយញីឈ្មោលគឺគាត់ដាក់មេ5គាត់ប្រើអាឈ្មោលហ្នឹងតែមួយក្បាលទេបងប្អូនឧទាហរណ៍ថាអាឈ្មោល20គឺមេតែ100ក្បាលតែប៉ុណ្ណោះបងប្អូនបាទនេះគឺគាត់ឲ្យវាដោយញីឈ្មោលដោយធម្មជាតិតែម្ដងអត់មានកើតដោយសម្បនិមិត្តទេណាបងប្អូនបាទហើយចំពោះពងមាន់ទាំងអស់គាត់ប្រមូលយកមកដាក់ទូភ្ញាស់បងប្អូនទូភ្ញាស់ជារៀងរាល់ថ្ងៃហើយគាត់ផលិតកូនបានមិនក្រោមពី6000ក្បាលទេបងប្អូនកូនមាន់មួយខែបាទហើយកើតភ្លាមគឺគាត់តែងតែដាក់ផ្ញើទៅដល់មួយនិងកសិករដទៃតាមបណ្ដាខេត្តផ្សេងៗបាទគឺគាត់អត់ទុកទេមូលហេតុដែលគាត់ផ្ញើទៅតាមបណ្ដាខេត្តភ្លាមពីព្រោះថាវាកើតមកភ្លាមវាមានសារធាតុចិញ្ចឹមរបស់វាស្រាប់ហើយបាទមិនបាច់ផឹកទឹកមិនបាច់ស៊ីចំណីបាន4ទៅ5ថ្ងៃដល់បងប្អូនធ្វើបែបនេះគឺល្អមែនទែនជាទូទៅពងមាន់រយៈពេល21ថ្ងៃគឺវាញាស់កើតចេញជាកូនមាន់ហើយបងប្អូនបាទនេះគឺជាអ្វីដែលបងប្រុសក៏បានចែករំលែកណាហើយបងប្អូនកសិករខ្មែរភាគច្រើនក៏គាត់បានដឹងដែរបងប្អូនបាទហើយយើងមើលទៅគឺកូនមាន់គាត់គឺល្អមែនទែនបាទភ្ញាស់មួយខែគឺមិនក្រោម6000ក្បាលទេបាទហើយយើងមើលទៅកន្លែងចិញ្ចឹមរបស់គាត់គឺរៀបចំបែបស្អាតអនាម័យបាទកុំឲ្យមានងាយនឹងឆ្លងរោគទៅដល់មាន់របស់គាត់បាទជាចុងក្រោយសម្រាប់វីដេអូមួយនេះមានតែប៉ុណ្ណឹងបើពុកម៉ែបងប្អូនអ្នកគ្នាបានទស្សនាហើយពេញចិត្តរកការផលិតវីដេអូសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងហើយបើមានមតិយោបល់សូម Comment នៅខាងក្រោមវីដេអូនេះអ្នកមួយផងជាចុងក្រោយសូមជូនពរទៅដល់ពុកម៉ែបងប្អូនមានសុខភាពល្អនិងរកស៊ីមានបានគ្រប់ក្រុមគ្រួសារពីខ្ញុំបាទសូមអរគុណនិងជម្រាបលាបាយបាយ